ធ្វើជាមន្ត្រីរាជការរៀនបកកែទៅធ្វើជាគ្រូគេណាទៅជាមេគ្រូចាំកាត់កិនមួយបានហើយអ្នកដឹងទៅនេះហើយជំនាន់នេះអត់ទៅមានទៅនេះទេការគុំនៅប្រាណប៉ុន្តែមានក្រមសីលធម៌ចេះដឹងកុសដឹងត្រូវដឹងធ្វើមកធ្វើបានមនុស្សប្រែទូត Hello សួស្ដីពុកដែរយើងជាពលរដ្ឋយើងនៅក្នុងភូមិនេះមានសុវត្ថិភាពមានសេចក្តីសុខមានសណ្ដាប់ធ្នាប់ល្អ គុណឆានគុណមិនគិតកណាទេ សំខាន់ចឹងហើយអត់ពីនឹងទៅអូនមួយសួស្ដីបងសួស្ដីហើយខ្មៅស្រស់បន្តសាសនានេះខ្ញុំគិតថាបន្តបណ្ដាលពលរដ្ឋសាសនាអស់នេះតែជាទៅវាជាតតហើយជាតឡើងទៅឡើងទៅបឋមមកវាឡើងមកកម្មវិធីអាចមកក្រោយទៀតវានឹងបានបន្តគ្នាចឹងហើយអរគុណណាស់ហើយចុងបញ្ចប់នេះសូមគោរពប្រគេនពរបដិគុណផ្សំគ្រប់ព្រះអង្គជូនពរដល់លោកគ្រូអ្នកគ្រូលោកនាយកមួយចៅក្រុមនិស្សិតហើយនឹងអស់លោកអាជ្ញាធរបានរួមទទួលមានបានជួបប្រទះពាក់កិច្ចតែសម្បត្តិ3ពុទ្ធពរទាំងឡាយ4ប្រការបើបដិជគុណអស់លោកបងប្អូនមួយបណ្ណាសម្បត្តិណាព្រណាសូមឲ្យបានសម្រេចទូលសេចក្តីប្រាថ្នាទាំងអស់គ្នាអ្នកមត្ថោរតនតយស័ក្តិសូមគោរពចំពោះវិជុំ3នៃគុណត្រៃរតន៍ដោយសេចក្តីជ្រះថ្លាដល់ពុទ្ធសូមធ្វើនៅសន្តានចិត្តគោរពនមស្ការចំពោះអវសោព្រះពុទ្ធព្រះអង្គដែលមានប្រវត្តិមាននៅក្នុងពេលនេះដោយសេចក្តីជ្រះថ្លានៅក្នុងព្រះធម៌សូមសម្រាប់ពរលោកគ្រូអ្នកគ្រូសាសនាសាស្ត្រនិស្សិតគ្រប់ផ្នែកចូលរួមនៅក្នុងឱកាសនេះហើយដោយថ្ងៃនេះជាមោទនភាពមួយដ៏ខ្ពង់ខ្ពស់សម្រាប់សាលាអនុវិទ្យាល័យបើយើងចង់ឲ្យពុទ្ធវាំងនឹងលូតលាស់ល្អត្រាតែពុទ្ធវាំងនោះឯងកុំលៀនឆ្ងាយពីដើមឫស្សីចឹងហើយបានន័យថាបងប្អូនទាំងអស់ត្រូវគោរពស្ដាប់បទមានលោកគ្រូអ្នកគ្រូដឹងឪពុកម្ដាយណាបងប្អូនណាឮអត់ហើយបងប្អូនអស់ណាខំរៀនបងមានទូរស័ព្ទលេង Facebook បងឃើញហើយអូខេរូបភាព2មួយគេដាក់ថាគុណពាំងធ្វើទៅទៀនកំបត់ទៀនខោកំពួតគឺសំឲ្យទាំងនេះទំពាំងយើងហ្នឹងអញ្ចឹងកូនធ្វើខ្លួនណាអញ្ចឹងដល់មិនសំណាដល់តាមខ្លួនណាដែរចេះធម្មតាចឹងកូនខំប្រឹងសិក្សារៀនសូត្រណាហើយជាកូនល្អសិស្សល្អណាដើម្បីយកភាពផ្លែផ្លោបើកូនមានវិជ្ជាស្រួលរលុយសម័យនេះបញ្ញាជាអាវុធលើយើងកាលណាបើល្ងងមិនងាយនឹងរលុយទេបើកូនចេះប្រាក់ខែកូនអាចបាន500មកបានហើយបើកូនល្ងងប្រាក់ខែបាន50ដុល្លារចឹងមិនខុសគ្នាឆ្ងាយណាចឹងបងត្រូវខំប្រឹក្សាខំប្រឹងសិក្សារៀនសូត្រធ្វើជាសិស្សល្អកូនល្អនៅក្នុងសង្គមជាតិខ្មែរយើងប៉ុណ្ណឹងឯងលើក5នាទីនឹងចាស់ហើយសូមប្រគេនពរលោកម្ចាស់គ្រប់ព្រះអង្គហើយទាំងពួកក្រុមនិស្សិតដែលបានអញ្ជើញចូលរួមនៅក្នុងគ្រូ
និងអាជ្ញាធរមូលដ្ឋាននៅក្នុងក្រុមប្រឹក្សានេះជួយនៅគោលបំណងទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈ8គ្មានពេលឡើយអនុមោទនី មានសន្តិការតេតទៅជាមួយនឹងការអប់រំគុណធម៌និងសិលធម៌ ជាបឋមសូត្រនមស្ការចំពោះលោកចាស់គ្រប់អង្គនិងបងប្អូនចាស់ទាំងដែលបានមានវត្តមាននៅទីនេះហើយសម្រាប់ពរទៅដល់លោកមេភូមិលោកភូមិហើយនិងខាងមេភូមិហើយលោកគ្រូនាយកលោកគ្រូអ្នកគ្រូសិស្សានុសិស្សនាំហើយសាលាហ្នឹងគឺកាន់តែមានភាពរីកចម្រើនអញ្ចឹងយើងវិលមកបងប្អូនវិញ បងប្អូនមានឃើញសភៅនៅខាងមុខអត់សភៅហ្នឹងគឺសម្រាប់ណាគេសម្រាប់ណាគេចាំបានសភៅហ្នឹងអត់ទីទៀតក្រុមការងារនឹងចែកឲ្យបងប្អូនប៉ុន្តែមុននឹងចែកក៏ត្រូវមានការក៏វិបត្តិដែរអញ្ចឹងក៏វិបត្តិទេណាដែលយើង ខូចផ្នែកមានកែមប្រើប្រាស់ខុសផ្លូវការកាលណាវាយើងប្រើល្អក៏បានផលល្អទៅវិញដែរបើយើងខិតខំមើលមេរៀនអត់ទាំងមេរៀនកន្លែងណាអាចអ្វីក្នុង YouTube ឬក៏កន្លែងផ្សេងៗដែលយើងអាចស្រាវជ្រាវបានហើយបន្តទៀតពីអ្វីបន្តពីទស្សនៈការសេពគុណមិត្តចាស់ការរឿងក៏ធ្វើយ៉ាងណាមានតំណែងតំណងជាមួយនឹងបុគ្គលដែល ជាអ្នកមានចំណេះដឹងកាលណាបើយើងសេពគប់ជាមួយគេមិនយូរមិនឆាប់ទេយើងនឹងដើរតាមគន្លងផ្លូវនឹងឯងចុះបន្តទៀតជាអ្វីចុះហេតុអ្វីបានជាយើងត្រូវចេះគោរពមនុស្សជុំវិញខ្លួនអញ្ចឹងយើងត្រូវគោរពចំពោះលោកគ្រូអ្នកគ្រូឪពុកម្ដាយនិងចាស់ទុំដែលជុំវិញខ្លួនហ្នឹងគឺត្រូវតែគោរពឃើញចាស់ទុំចេះលើក cho dân riêng năm bay vậy chạy hai vô phơi lại con đau trong phơi mình hai dân trong phơi thì hiện trong phơi kêu trong phơi vật lý trong phơi pet âm trong phơi pet trong phơi ấy đi sòng khán cứ dân trời tay cầm khóm bật bay riêng rồi trước on để nơi hàng cay nơi hàng mông đây chỉ con miền ở với mối đây trong ở phố đào chân sâu đã sang tiền ngọc sang tiền nét chua luôn tiền nét nơi thẳng bông chân con đã ó đây cho con đặt no thôi thưa samadhi tích thưa samadhi tích chân tiền nét chua luôn có ai chua luôn bàn đấy là dương con này ông coi đi phải cho nên tinh tăng bao nhiêu tất hay dương con tay bật này tới bàn chân cho nên tí mũi con chơi đo luôn này tròn ham để dày hay bom nơi hàng cối chui mơ nơi hàng cối chui mơ ôn na đài ấm này hay bắt đầu mà tiết dương có sập luôn không mà ra xa kia bên nhẹ nhảy bắt đầu mà tiết dương trâu đặt tay nơi lơ chưa từ bao giờ đặt phong mà đặt bài mạch và này tàng cắt hai việc sưu luôn bắt đầu mà tiết dương chặt đá bật này bật này ham để dày hay đau sẽ đạp lỡ sầm rúa và anh thưa để tam năng bài chấm môn là hay đài và đài trực côn ao ôn chẳng học liền vừa bài đi đài trực côn trong ao ôn chẳng học vì nét nâng tờ rồi từng mơ từng vơi trong giang rồi qua hộp bộ bàn đáy ta đang đại tê thả ta hộp bộ bàn đáy rồi bỏ dớn đi tụi mà rõm để dớn bàn thông bàn này ta lô bàn khắc không tỏ sụp chi diêm chỉnh trăm bình bát thai là sai dớn chậm này tiền thang vì ca chậm này tiền phê vì lý chậm này tiền như chiêm sơ xa nổi sơ tầm không
ខណៈដែលយើងនៅអង្គុយនៅក្រោមរោងដ៏ត្រជាក់ប៉ុន្តែយើងក្រឡេកទៅមើលឪពុកម្ដាយរបស់យើងទៅមើលថាតើខណៈពេលនេះឪពុកម្ដាយរបស់យើងលោកកំពុងតែធ្វើអ្វីលោកកំពុងតែធ្វើអ្វីខណៈពេលដែលយើងកំពុងតែសើចសប្បាយក្អាកក្អាយប៉ុន្តែឪពុកម្ដាយរបស់យើងបែរជានៅក្រោមពន្លឺថ្ងៃពន្លឺព្រះអាទិត្យដ៏ក្តៅស៊ូទ្រាំធ្វើស្រែធ្វើចម្ការដាំឪពុកម្ដាយមិនហ៊ានប្អូនប្រាប់កូនទេឪពុកម្ដាយសុខចិត្តហត់សុខចិត្តឈឺនៅក្រោមពន្លឺថ្ងៃនៅក្រោមពន្លឺព្រះអាទិត្យធ្វើចម្ការធ្វើស្រែធ្វើដំឡូងដើម្បីបានផលយកមកចិញ្ចឹមកូនដើម្បីឲ្យកូនរៀនសូត្ររហូតកូនមានបញ្ញាចេះដឹងមានជំនាញមានចំណេះសពគ្រប់សួរថាតើឪពុកម្ដាយចង់បានអ្វីពីកូនយើងគាត់មិនដែលចង់បានអ្វីពីយើងធំដុំនោះទេគោលបំណងដ៏ធំរបស់គាត់ទី1គឺចង់ឲ្យកូនរបស់គាត់មាននៅចំណេះដឹងមាននៅជំនាញខំប្រឹងរៀនសូត្រទោះបីគាត់ខំហត់ធ្វើការឲ្យគេយ៉ាងណាមួយថ្ងៃ10000 20000យ៉ាងណាក្តីសន្សំលុយដើម្បីឲ្យកូនរៀនឲ្យកូនបង់សាលាកូនត្រូវចេះដឹងគុណចំពោះឪពុកម្ដាយយើងអាចសប្បាយយើងអាចរីករាយយើងអាចសើចយើងអាចដើរលេងយើងអាចមកអង្គុយនៅទីនេះក្រោមរោងដ៏ត្រជាក់ប៉ុន្តែយើងអត់បានក្រឡេកទៅមើលឪពុកម្ដាយរបស់យើងខណៈយើងកំពុងតែសើចខណៈយើងកំអូនប្អូនខ្លះគ្រាន់តែរៀនត្អូញថាហត់ណាស់លំបាកណាស់ឈឺណាស់ប៉ុន្តែបងប្អូនអត់ទាន់បានឆ្លងកាត់ជីវិតរបស់គាត់បងប្អូនអត់បានក្រឡេកទៅមើលគាត់សួរថាខណៈពេលដែលគាត់រកលុយឲ្យយើងនេះតើគាត់លំបាកប៉ុណ្ណាមួយថ្ងៃឲ្យបង1000 2000រៀល3000 5000រហូតដល់បងរៀនដល់មហាវិទ្យាល័យបង់ឲ្យរាប់ពាន់ដុល្លារតើគាត់បានលុយមកពីណាគឺជាការសន្សំសំចៃរបស់គាត់ខណៈពេលខ្លះនៅវេលាម៉ោង4បងប្អូនទាំងអស់កំពុងតែដេកលក់យ៉ាងធ្វើអាជីវកម្មលក់ដូរឪពុកម្ដាយខ្លះងើបតាំងពីយប់ដើម្បីទៅរកអាហារឲ្យកូនឪពុកម្ដាយខ្លះងើបតាំងពីទោះបីជាយើងរៀនដល់ណាខំដល់ណាយើងត្រូវតែដឹងគុណចំពោះឪពុកម្ដាយព្រោះឪពុកម្ដាយលោកលះបង់ធំធេងណាស់ម្ដាយហូរនៅឈាមទាំងថ្លុកក៏ព្រោះតែកូនលោកខំចិញ្ចឹមយើងតាំងពីយើងមិនទាន់ដឹងក្តីរហូតដល់យើងដឹងក្តីធំប៉ុណ្នេះតើយើងបានធ្វើគុណអ្វីចំពោះគាត់ដោយគ្រាន់តែឲ្យយើងរៀនយើងបែរជាស្រែកថាហត់ណាស់យើងបែរជានិយាយថាក្តៅណាស់យើងបែរជានិយាយថាងងុយណាស់ប៉ុន្តែមុននឹងបងប្អូននិយាយទាំងពាក្យទាំងអស់នេះចូលបងប្អូនក្រឡេកទៅមើលតើមានបងប្អូនណាខ្លះដែលឃើញដែលយល់ដឹងអំពីទង្វើដែលគាត់បានធ្វើមកលើយើងឪពុកម្ដាយជាអ្នកមានកូនដ៏ធំក្រៃលែងឪពុកម្ដាយគឺជាព្រះរស់របស់កូនចូលកូនស្ងប់ចិត្តបិទភ្នែកបិទត្រចៀកបដោតទៅលើសម្លេងរបស់ព្រះតេជគុណតែម្យ៉ាងមានកូនណែពុនពេកណាចាប់យាមរាំងសាយល់បំពេកូនដែល
ស្ងាត់ឈឹងអើយនៅគីរំពឹងអើយនឹងហាត់ថាកូនតូចដល់ធំម៉ែប្រឡោមប្រាំទាំងស្គាំងស្គមថ្នមកាយ៉ាងបញ្ចាំងឲ្យក្លៀតពីអាថ្មគ្មានគុណឯណាងប្រៀបស្មើបានកូនកនឹកគុណ